ឯកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងនៅព្រឹកថ្ងៃទី20ខែធ្នូឆ្នាំ2025បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ពលរដ្ឋភេសជ្ជនិងពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន1000គ្រួសារដែលក្នុងនោះពលរដ្ឋភេសជ្ជមានចំនួន200គ្រួសារក្នុងស្រុកអង្គស្នួលខេត្តកណ្ដាលឯកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋភេសជ្ជមកពីតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃស្នាក់នៅតាមផ្ទះបងប្អូននៅក្នុងស្រុកអង្គស្នួលនិងប្រជាពលរដ្ឋដែលមកទទួលអំណោយនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោនិងសម្ដេចធិបតីដែលសម្ដេចនឹងថ្នាក់ដឹកនាំប្រទេសជាតិតែងតែយកចិត្តទុកដាក់ចំពោះការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានជាពិសេសការយកចិត្តទុកដាក់និងការមិនបោះបង់ប្រជាពលរដ្ឋឲ្យនៅឯកោឡើយក្នុងគ្រាដែលប្រទេសជាតិជួបប្រទះក្នុងស្ថានភាពលំបាកនៃស្ថានភាពព្រំដែននេះឯកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងពីកិច្ចការងារមួយចំនួនលើវិស័យកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជានិងការគិតគូររបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនជម្រាបជូនក្នុងអង្គពិធីនិងបានបញ្ជាក់ពីស្ថានភាពព្រំដែនកម្ពុជាថៃដោយសង្កត់ធ្ងន់ថាកម្ពុជាតែងតែបញ្ជាក់នៅជំហររបស់ខ្លួនពាក់ព័ន្ធចំនួនព្រំដែនកម្ពុជាថៃអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងការកសាងឡើងវិញនៅទំនុកចិត្តនិងការអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់ចំពោះបទឈប់បាញ់និងកិច្ចព្រមព្រៀងនានាដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជាថៃក្នុងកលៈទេសៈដ៏សំខាន់នេះសូមពូមីងបងប្អូនកូនក្មួយបន្តទុកចិត្តដល់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែនបន្តគាំទ្រនិងទុកចិត្តដល់វីរៈកងទ័ពដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យជាតិនិងកុំជឿលើព័ត៌មានបំភ្លៃការពិតត្រូវតាមដានប្រភពព័ត៌មានផ្លូវការដែលអាចទុកចិត្តបានឯកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការចែកអំណោយក្នុងថ្ងៃនេះជាសារនៃការយកចិត្តទុកដាក់ក្តីស្រឡាញ់និងការគាំទ្រផ្នែកស្មារតីទៅកាន់បងប្អូនភេសជ្ជនិងពលរដ្ឋក្នុងស្រុកដែលកំពុងជួបការលំបាកនេះបានបង្ហាញឲ្យឃើញពីសាមគ្គីភាពនិងការចូលរួមរបស់ភាគីទាំងអស់ក្នុងការរួមគ្នាថែរក្សាសុខុមាលភាពសង្គមនិងកសាងសង្គមមួយដែលមិនបោះបង់នរណាម្នាក់នោះទេរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្តចំពោះកិច្ចការទាំងអស់នេះនិងបន្តបដិញ្ញាចិត្តជួយគាំទ្រដល់សកម្មភាពរបស់ដៃគូអាដាមសូមយកឱកាសនេះកោតសរសើរនិងថ្លែងអំណរគុណជូនសប្បុរសជនទាំងអស់ចំពោះទឹកចិត្តសប្បុរសជួយដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតនិងពលរដ្ឋភេសជ្ជនៅក្នុងស្រុកអង្គស្នួលចំនួន1000គ្រួសារដែលក្នុងចំនួននេះមានជនភេសជ្ជ200គ្រួសារ